បាទបងប្អូនឥឡូវហ្នឹងគឺសារព័ត៌មានថៃរដ្ឋបាទដែលជាអឺសារព័ត៌មានរបស់រដ្ឋថៃណាបាទអូខេនេះបងប្អូនអរគ្នាឥឡូវយើងមកតាមដានមើលព័ត៌មានបាទហើយយើងក៏មកបកប្រែផងដែរបាទហើយនិយាយចប់សម្រាប់បងប្អូនអរគ្នារៀនភាសាថៃគឺបងប្អូនអរគ្នាត្រូវចេះណាបាទអូខេហើយលោកគ្រូថ្ងៃនេះគឺលោកគ្រូអត់បកប្រែអានតាមលំដាប់លំដោយអីទេគឺលោកគ្រូគាត់តែយកកាត់តែម្ដងបងប្អូនណាបាទវាជាព័ត៌មានមួយបាទសម្រាប់បងប្អូនអរគ្នារៀនភាសាថៃបាទឥឡូវយើងមកមើលបងប្អូនបាទគឺដួនសាលរដ្ឋធម្មនុញ្ញรับคำสั่งคดีถอดถอนสร้างนายกแพทองทันหยุดปฏิบัติหน้าที่បាទគឺក្តៅឬក៏ដួនហ្នឹងនិយាយថាក្តៅឬក៏ breaking news ណាបាទក្តៅបន្ទឺឬក៏បន្ទាន់បាទព័ត៌មានបន្ទាន់បាទគឺតុលាការរដ្ឋធម្មនុញ្ញបាទគឺបានបញ្ជាបាទនាយករដ្ឋមន្ត្រីអ្នកស្រីផេតថងតាន់ហ្នឹងគឺបញ្ចប់មុខតួនាទីតំណែងហ្នឹងបាទអាហ្នឹងគឺយើងប្រែកាត់តំណងបាទអូខេឥឡូវយើងមកខាងក្រោមទៀតបាទអញ្ចឹងតុលាការធម្មនុញ្ញបាទតុលាការធម្មនុញ្ញណាបាទតុលាការរដ្ឋធម្មនុញ្ញណាបាទតុលាការធម្មនុញ្ញឬក៏តុលាការរដ្ឋធម្មនុញ្ញបាទគឺបានមានមតិរួមបាទឯកច្ឆ័ន្ទហ្នឹងគឺមតិរួមណាបាទមានមតិរួមបាទទទួលរងនៅពាក្យបណ្ដឹងបាទសវហ្នឹងគឺអក្សរកាត់របស់គេស៊ីនវត្រាណាបងប្អូនណាបាទជាអក្សរកាត់ណាបងប្អូនបាទអាហ្នឹងគឺពាក្យពេញវាមិនដឹងមកពីអីបាទអូខេហើយបានទទួលនៅការដកលោកស្រីផេថងថាន់ហ្នឹងបាទដែលបញ្ចេញคลิปសន្ទនាដែលឃ្លាคลิปសន្ទនាជាមួយហ៊ុនសែនណាបាទហើយមានមតិ7លើ2បាទចាំបានថា7ភាគ2ណាបាទគាត់ថាគឺ7ហ្នឹងគឺបោះឆ្នោតហ្នឹងគឺឲ្យច្រើនបាទច្រើនអ្នកប្រឆាំងទេទី2ទេបាទអានេះយកស្របទី2ទេប៉ុន្តែ7អ្នកទៀតគឺប្រឆាំងបាទសាំងយុទ្ធបដិបត្តិหน้าที่នាយករដ្ឋមន្ត្រីតាំងតែวันนี้បាទគឺបញ្ជាបញ្ឈប់នៅអនុវត្តទូនាទីរបស់លោកស្រីរបស់នាយករដ្ឋមន្ត្រីចាប់តាំងពីថ្ងៃនេះតទៅបាទអញ្ចឹងណានេះគឺព័ត៌មានល្អសម្រាប់បងប្អូនអរគ្នាបាទកាលពីថ្ងៃទី13បាទអូខេមើលវេលាអានេះជាម៉ោងណាបងប្អូនម៉ោងឯងបាទគឺកាលពីពេលវេលា13:22នាទីហ្នឹងបាទម៉ោង13ហ្នឹងបាទជាម៉ោងសកលបាទនៅថ្ងៃទីត្រូវនៅថ្ងៃទី1ខែកក្កដាពុទ្ធសករាជ2568ដែលនឹងគ្រិស្តសករាជគឺ2025ឯងបាទតុលាការរដ្ឋធម្មនុញ្ញពិចារណានៅរឿងក្តីបាទដែលកំពុងតែចាប់អារម្មណ៍បំផុតបាទនៅក្នុងនោះគឺមានករណីប្រធានព្រឹទ្ធសភាបាទបញ្ជូនពាក្យបណ្ដឹងសូមឲ្យតុលាការរដ្ឋធម្មនុញ្ញពិនិត្យវិจัยទៅតាមរដ្ឋធម្មនុញ្ញយោងទៅតាមមាត្រា170វគ្គ3បាទប្រកបមាត្រា82បាទគឺព្រមទាំងមាត្រា82ថាความเป็นនៃរដ្ឋមន្ត្រីបាទនางสาวแพทองธารชินวัตรហ្នឹងបាទគឺភាពជានាយករដ្ឋមន្ត្រីរបស់
លោកស្រីភេទថងឋាន ชินวัตร នាយករដ្ឋមន្ត្រីបាទដែលមេដឹកនាំដ៏កំពូលបាទនាយករដ្ឋមន្ត្រីស៊ីនស៊ុតហ្នឹងបាទគឺនាយករដ្ឋមន្ត្រីដ៏កំពូលហ្នឹងគឺឲ្យចុះពីតំណែងណាតាមរដ្ឋធម្មនុញ្ញបាទនៅតាមមាត្រា170វគ្គនឹងបាទវគ្គ1ហ្នឹងបាទប្រកបមាត្រាព្រមទាំងមាត្រា164បាទ160ហើយ4ហើយនឹង5បាទឬไม่ឬទេបាទឬไม่បាទឬទេจากករណីคลิปសន្ទនាกับសម្ដេចហ៊ុនសែនប្រធានរដ្ឋសភាកម្ពុជាបាទអាហ្នឹងគឺលោកគ្រូអានកាត់បងប្អូនបាទមិនបានបកប្រែអីច្រើនទេយើងយកនៃតំណងទៅបាទបន្ទាប់ពីបែកធ្លាយសំឡេងបាទបន្ទាប់ពីករណី clip សន្ទនាជាមួយហ៊ុនសែនបាទប្រធានសភាកម្ពុជាយើងប្រធានព្រឹទ្ធសភាកម្ពុជាហ្នឹងបាទអានេះគឺវាទាក់ទងនឹងមាត្រាប្រមាណហ្នឹងរបស់ថៃបងប្អូនមាត្រារបស់ថៃហ្នឹងគេអត់ប្រាប់ថាច្បាស់លាស់ថាទោះក្បត់ជាតិអីយ៉ាងម៉េចគេអត់ប្រាប់ទេដល់ហ្នឹងវាជាមាត្រារបស់ថៃប៉ុន្តែគឺមូលហេតុចម្បងធំបំផុតគឺបែកធ្លាយសំឡេងនិយាយជាមួយហ៊ុនសែនហ្នឹងឯងបាទបែកធ្លាយបាទចំណុចសំខាន់បំផុតហ្នឹងគឺបែកធ្លាយហ្នឹងបងប្អូនបាទអូខេរដ្ឋផលនៅក្នុងការពិចារណាហ្នឹងគឺតុលាការរដ្ឋធម្មនុញ្ញមានជាមតិជាឯកច្ឆន្ទបាទដែលជាឯកច្ឆន្ទឬក៏ជារួមបាទគឺមានការបង្គាប់បញ្ជាបាទទទួលរងពាក្យបណ្ដឹងទុកពិចារណាវិនិច្ឆ័យណាបាទពិចារណាវិនិច្ឆ័យណាបាទពិចារណាវិនិច្ឆ័យហ្នឹងបាទដើម្បីឲ្យដូចយើងប្រែកាត់តំណងទៅបាទគឺដើម្បីឲ្យខាងជនបណ្ដឹងណាបាទអ្នកបណ្ដឹងនឹងជ្រាបបាទឲ្យបញ្យល់ពីជាប់ប្រកាន់ណាបាទជាប់ប្រកាន់រឿងថាវាមានអ្នកបណ្ដឹងហើយនឹងជនជប់ចតបងប្អូនបាទជនជប់ចតគឺផែថងឋានហ្នឹងឯងជនជប់ចតបាទភូទុករងបាទភូទុករងជនជប់ចតគឺសំដៅទៅលើលោកស្រីផែថងឋានណាបងប្អូនបាទអានេះគឺរឿងនេះគឺវាអត់មានអីសាំញ៉ាំអីទៅប៉ែច្រើនទេបងប្អូនបាទអានេះគឺលោកគ្រូគាត់តែប្រាប់ឲ្យបងប្អូនអរគុណដឹងបាទភូរងគឺជនបណ្ដឹងណាបាទជនបណ្ដឹងណាបាទចឹងវាតែលបងប្អូនតាមនេះគឺវាតែវាគ្រាន់តែបកស្រាយតែវាមិនសូវច្រើនអីទេបងប្អូនបាទចិត្តតសងអាហ្នឹងគឺដូចខាងលើមិញយើងបានជួបហើយបាទនេះបាទខ្លឹមសារវាគឺទៅប៉ុណ្ណឹងទេបងប្អូនណាបាទនៃវាខ្លឹមសារព័ត៌មានគឺវាមានតែប៉ុណ្ណឹងទេវាអត់មានច្រើនទេប៉ុន្តែដល់ពេលមកខាងក្រោមទៀតគឺបំបែកគេបញ្យល់លម្អិតណាបាទហ្នឹងគេបញ្យល់លម្អិតអំពីបញ្ហាបាច់មានអ្នកប្តឹងមានអ្នកមានជនជប់ចតបាទដែលបែកសារធ្លាយសំឡេងជាមួយហ៊ុនសែនណាបាទអានេះគឺអត់មានអីច្រើនបងប្អូនបញ្ហាហ្នឹងគឺមានតែប៉ុណ្ណឹងបាទមានតែប៉ុណ្ណឹងទេបងប្អូនបាទហើយមួយទៀតឥឡូវហ្នឹងគឺលោកស្រីក៏ឈប់អនុវត្តតួនាទីជានាយករដ្ឋមន្ត្រីហើយបាទមិនតែលាចេញពីតំណែងនាយករដ្ឋមន្ត្រីបាទគាត់មកធ្វើជារដ្ឋមន្ត្រីផ្នែកខាងក្រសួងវប្បធម៌ម្ដងបាទឥឡូវហ្នឹងបងប្អូនបាទគឺឥឡូវពេលនេះគឺគាត់ឈប់ធ្វើជានាយករដ្ឋមន្ត្រីហើយគឺមកធ្វើជារដ្ឋមន្ត្រីខាងក្រសួងវប្បធម៌បាទម្ដងអូខេបងប្អូនព័ត៌មាននេះគឺល្អបាទហើយមួយទៀតគឺសម្រាប់បងប្អូនអរគ្នារៀនភាសាថៃបាទអានមើលចេះច្រើនបាទ
បាទហើយមួយទៀតបងប្អូនលោកគ្រូមានទទួលបកប្រែឯកសារដូចជាផ្នែកព័ត៌មានចម្រៀងនយោបាយបាទផ្នែកច្បាប់ផ្សេងៗអញ្ចឹងណាបាទជាលោកគ្រូទទួលបកប្រែបាទជាឯកសារបាទអានេះគឺលោកគ្រូគាត់តែអានកាត់ព្រោះទេបងប្អូនណាបាទគឺលោកគ្រូអត់បានលម្អិតទាំងអស់ទេបាទកុំឲ្យបងប្អូនអរគ្នាថាអូមិនក៏ប្រែកាត់ប្រែមិនក៏អត់អស់អញ្ចឹងបាទគឺដែលទេបងប្អូនអត់ច្រើនទេបាទអូខេអញ្ចឹងយើងវីដេអូនេះគឺជួបគ្នាតែប៉ុណ្ណេះបងប្អូនយើងនឹងជួបគ្នាវីដេអូក្រោយទៀតបាទ